โหลดแชทจบក្នុងចំណោម Top 50ជាម្ហូបអាហារដែលឆ្ងាញ់បំផុតប្រចាំអាស៊ីហើយโหลดแชทនៅហាងនេះគឺល្បីជាងគេបរទេសចូលចិត្តទៅញ៉ាំហាងគាត់មែនតែនពេលមកខ្មែរព្រោះតម្លៃនៅនឹងរៀងធូរថ្លៃអាចនឹងថាប្លែកមាត់ពួកគាត់ដែរពួកគាត់អត់សូវញ៉ាំម្ហូបអញ្ចឹងហើយសេវាកម្មវិញគឺរួសរាយរាក់ទាក់មែនតែននៅសៀមរាបនឹងមាន3សាខាប៉ុន្តែសាខាមួយទៀតអាចនឹងមនុស្សច្រើនជាងនឹងខ្ញុំទៅអាសាខាជិត Pub Street គឺដើរមកផ្លែតដល់ហើយប៉ុន្តែគាត់ថារសជាតិប្រភេទនំអីហ្នឹងគឺដូចតែគ្នាទេញ៉ាំសាខាណាក៏បានដែរពេលហ្នឹងខ្ញុំកំងអាចឈុតអភិជនគាត់តម្លៃតែ3រៀលកន្លះទាំងអស់នេះហើយមានគ្រប់មុខនៅក្នុងហ្នឹងមានលតឆាសាច់គោនំកញ្ឆាយប៉ាតេផាត់ថៃនិយាយទៅមិនបាច់ឆ្អែតមកគាត់ឆាភ្លាមៗនៅមុខយើងហ្មងហើយនំកញ្ឆាយគាត់គឺគាត់ជៀនស្រួយល្អមែនតើណាបងប្អូនគ្នាគឺខ្ញុំមើលនិយាយមែនហៀទឹកមាត់គ្រាន់តែមើលឈរមើលគាត់ហ្នឹងហើយខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលប្រទេសយើងមកហូបយើងចាប់ផ្ដើមគេស្គាល់កាន់តែច្រើននៅលើឆាកអន្តរជាតិហើយគាត់ទៅសារទៅកាន់ម្ចាស់ហាងណាគឺគាត់រៀបចំបានល្អមែនតើគាត់អត់ពឹងតែទៅលើអ្នកទៅប្រម៉ូទទៅអីទេគឺគាត់ប្រម៉ូទខ្លួនឯងហ្មង TikTok គាត់គឺល្បីផ្ទុះមែនតើអញ្ចឹងជាគំរូល្អទៅហាងផ្សេងៗដែរបងប្អូនអ្នកផ្សេងអាចទៅ review ទៅញ៉ាំទៅអីអាចចែកម្លែកបានប៉ុន្តែវាអត់អាច sustainable ទេមានន័យថាយើងកុំរំពឹងគេពេកពេលខ្លះគេទៅ review ទៅផ្ទុះល្បីទៅពេលខ្លះគេអត់ទៅ review អាជីវកម្មរបស់អ្នកនេះអាចនឹងធ្លាក់ចុះដែរអញ្ចឹងកុំរំពឹងតែអ្នក review ពេកបងប្អូនគ្នាគឺចាប់ផ្ដើមប្រម៉ូទហាងខ្លួនឯងថតវីដេអូថតអីខ្លួនឯងទៅដោយ Harmonia ខ្ញុំឃើញគាត់ប្រម៉ូទគាត់ថតវីដេអូផអីគឺល្បីមែនតើបងប្អូនគ្នាហើយគាត់មានកូនគាត់ញ៉ាំដឹងថាកូនម្ចាស់ហាងនៅក៏មិនទេអូនហ្នឹងគាត់និយាយអង់គ្លេសគាត់ប្រស័យតាក់ទងមួយភ្ញៀវទៅអីអញ្ចឹងអាហ្នឹងជា hospitality មានន័យថាសេវាកម្មហ្នឹងគឺវាថាធ្វើឲ្យភ្ញៀវចូលចិត្តហ្មងអញ្ចឹងអាជីវកម្មអីផ្សេងៗហ្នឹងចាប់ផ្ដើមថតវីដេអូទៅទោះល្អមិនល្អអីគឺយើងចាប់ផ្ដើមថតខ្លួនឯងទៅធ្វើអញ្ចឹងហើយមានសេវាកម្មល្អទៀតបូកជាមួយនឹងម្ហូបឆ្ងាញ់ទៅអាជីវកម្មទាំងអស់នេះនឹងរីកសុសសាយមកហើយបើតំបន់ទេសចរដូចនៅសៀមរាបអីទៀតទាំងអស់នេះគឺមានសក្តានុពលមែនតើបើរសជាតិនំគឺខ្ញុំមិនបាច់បោះយ៉ាយច្រើនទេទាំងអស់នេះគឺឆ្ងាញ់មែនឆ្ងាញ់របស់គេពួកមីឆាលតឆានេះគឺខ្ញុំចូលចិត្តញ៉ាំមែនតើហើយកន្លែងគាត់គឺឆ្ងាញ់ខ្លាំងទាំងអស់នេះហើយនំកញ្ឆាយគឺស្រួយល្អគាត់បំពងឃើញស្រួយមិនពេញញ៉ាំទៅវាស្រួយអញ្ចឹងគ្រាន់តែរៀងក្តៅតិចហើយដោយសារគាត់ជៀនថ្មីថ្មីឲ្យយើងអញ្ចឹងអាខាងក្នុងវារៀងក្តៅខ្លាំងអញ្ចឹងទាំងអស់នេះអាចទុកឲ្យវាត្រជាក់តិចចាំញ៉ាំបើសាច់លតឆាគឺស្វិតល្អមែនតើទាំងអស់គ្នាអត់ផុសអត់អីទេហើយផាត់ថៃគាត់ហ្នឹងក៏ស្វិតល្អហើយគាត់ជៀនបានល្អដូចគ្នាតែប្រមាណសាច់គោអីទៅគឺឆ្ងាញ់ទាំងអស់ចៃដន្យអីពេលហ្នឹងបានផឹកទាំងអំពើដែលគាត់ដាំនៅចកាគាត់ផ្ទាល់ទៀតណា